ក្នុងប្រវត្តិសាស្ត្រខ្មែរខាងកើតបញ្ហាតំបន់បាត់បង់ទៅវៀតណាមកើតឡើងក្នុងសតវត្សទី17ទៅ19នៅពេលកម្ពុជាធ្លាក់ចុះខ្លាំងពីសង្គ្រាមនិងជម្លោះខាងក្នុងព្រែកគោដែលជាកន្លែងកំពង់ផែសំខាន់របស់ខ្មែរត្រូវបានវៀតណាមចូលកាន់កាប់បន្តិចម្ដងតាំងពីសតវត្សទី17ហើយពេញលេញក្នុងសម័យព្រះបាទអង្គច័ន្ទទី2ដែលកម្ពុជាកំពុងអាស្រ័យលើវៀតណាមដើម្បីទប់ទល់ជាមួយសៀមក្រោយមកនៅសម័យព្រះបាទអង្គឌួងកម្ពុជាមិនទាន់មានអំណាចគ្រប់គ្រាន់ក្នុងការទប់ស្កាត់អំណាចខាងកើតទៀតឡើយហើយវៀតណាមបានបន្តពង្រីកការគ្រប់គ្រងលើតំបន់មាត់ទន្លេមេគង្គនៅពេលបារាំងចូលកាន់កាប់កម្ពុជាក្រោយឆ្នាំ1863កម្ពុជាបានសំណូមពរឲ្យបារាំងជួយដោះស្រាយព្រំដែនខណៈបារាំងបានស្ដារតំបន់ខាងលិចពីសៀមនៅឆ្នាំ1907ពិតមែនប៉ុន្តែសម្រាប់ខាងកើតបារាំងបានទទួលស្គាល់ព្រំដែនដែលវៀតណាមកាន់កាប់រួចមកនៅសតវត្សមុនហើយមិនបានយកត្រឡប់មកកម្ពុជាវិញឡើយចំណុចសំខាន់ដែលក្រុមអ្នកប្រាជ្ញបានសរសេរតែម្ដងគឺការបាត់បង់ទឹកដីខាងកើតមិនមែនកើតឡើងក្នុងសម័យអង្គរទេប៉ុន្តែបណ្ដាលមកពីភាពខ្សោយរបស់រាជការកម្ពុជាក្នុងសតវត្សទី18-19ដែលកម្ពុជាត្រូវការពារខ្លួនពីសៀមនិងវៀតណាមជាប់គ្នាទោះបីជាយើងបាត់បង់តំបន់ខ្លះៗក៏ដោយកម្ពុជានៅតែរក្សាភាសាវប្បធម៌និងអត្តសញ្ញាណយ៉ាងរឹងមាំដល់យើងសព្វថ្ងៃហើយតំបន់ខ្មែរក្រោមនៅតែជាផ្នែកប្រវត្តិសាស្ត្ររបស់ជាតិខ្មែរមិនអាចបំបត្តិបានក្នុងអរិយធម៌និងអត្តសញ្ញាណខ្មែរឡើយសូមបងប្អូនជួយ follow page ព័ត៌មានបន្តហើយកុំភ្លេចមានគ្រឿងអលង្ការបងញៀន Line Shopping ទីតាំងបរិយាពិភពថ្មីឈូកវ៉ា1ផ្ទះ118ផ្លូវថ្មីទំហំ10ម៉ែត្រឬទំនាក់ទំនងលេខទូរស័ព្ទ015 135 15353